បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាបាទប្រភេទនៃអង្គគុជឃ្មុំបាទចំនួន3អង្គຂະຫນាត់បន្តោងធំបន្តិចបងប្អូនណាបាទຂະຫນាត់បន្តោងធំបងប្អូនណាបាទគឺយកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយប្រភេទនៃអង្គគុជឃ្មុំនេះដែរបងប្អូនដឹងស្រាប់ហើយពីអានុភាពនៃការប្រើប្រាស់របស់លោកបងប្អូនណាបាទគឺការពារខាងសឹកសង្គ្រាមខាងស្នេហ៍មហានិយមលូដូរ៉ូស៊ីការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបងប្អូនណាបាទបឺតស្រូបយកសារជាតិពុលដែលនៅក្នុងខ្លួនរបស់យើងបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទនេះគឺជាប្រភេទនៃអង្គគុជឃ្មុំຂະຫນាត់បន្តោងធំបន្តិចបងប្អូនណាបាទយើងអាចសាងជាតួអង្គបានបាទសាងជាຂະຫນាត់ប៉ាណូបងប្អូនណាបាទទំហំរបស់គាត់នេះគឺប៉ាន់2ធ្នាប់ទៅហើយបងប្អូនណាគឺប៉ាន់2ធ្នាប់អត់ទៅហើយបាទនេះគឺស្អាតបងប្អូនណាគឺបែបធម្មជាតិហើយប្រភេទនៃអង្គគុជឃ្មុំបងប្អូនដឹងស្រាប់ហើយខាងស្វិតខាងគង់បងប្អូនណាបាទខាងស្វិតខាងគង់គឺពិសេសណាស់បាទហើយសុទ្ធតែខ្ញុំមានបទពិសោធន៍ហើយបងប្អូនណាសុទ្ធតែខ្ញុំមានបទពិសោធន៍ហើយបាទគឺមិនធម្មតាទេបងប្អូនណាប្រភេទនៃអង្គគុជឃ្មុំឬក៏យើងអាចហៅបានម្យ៉ាងទៀតថាជាតួអង្គនៃអង្គគុជអាទិទេពបងប្អូនណាបាទគុជអាទិទេពដោយសារលោកមានឫទ្ធិមានតេជះនិងមានបារមីពីធម្មជាតិរបស់លោកមកឲ្យស្រេចតែម្ដងបងប្អូនណាបាទនេះគឺជាប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាអង្គគុជឃ្មុំបាទនេះកន្លែងនេះគឺខ្ញុំមកខាត់សម្អាតខ្លះបងប្អូនណាគឺខ្ញុំខាត់សម្អាតខ្លះបាទយកដីខាងក្រៅចេញចឹងទៅបងប្អូនណាដើម្បីឲ្យយើងស្រួលស្រោបស្រួលទុកស្រួលដាក់បងប្អូនណាហើយអង្គគុជឃ្មុំនេះដែរគឺប្រើបានទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់បងប្អូនណាគឺប្រើបានទាំងអស់គ្នាមិនថាប្រុសឬក៏ស្រីក្មេងឬក៏ចាស់នោះទេបងប្អូនណាប្រុសឬក៏ស្រីក្មេងឬក៏ចាស់នោះទេបាទអង្គគុជឃ្មុំនេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានបងប្អូនណាបាទគឺចង់យកទៅទុកគោរពវិជាថែសារធ្វើជាຂະຫນាត់បន្តោងឬក៏ចង់យកទៅសាងជាតួអង្គអីផ្សេងខ្ញុំមានគ្រប់ទម្រង់បងប្អូនណាគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាគឺលេខ Smart នឹងឯងបាទហើយក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែយកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទប្រភេទនៃអង្គគុជឃ្មុំពិសេសបងប្អូនណាប្រភេទនៃអង្គគុជឃ្មុំបាទគឺខ្ញុំមានគ្រប់ទម្រង់មានតូចមានធំមានមូលមានវែងចឹងទៅបងប្អូនណាបាទនេះដូចខ្ញុំបានជម្រាបចឹងបាទ